សូមគោរពជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូមួយចែកជូនបងប្អូនពីរបៀបលុប page ដែលយើងមាន page ចាស់ចាស់យើងចង់លុបចោលបងប្អូនហើយក៏មានបងប្អូនខ្លះនៅក្នុង Telegram របស់ខ្ញុំក៏ឆាតមកសុំឲ្យខ្ញុំធ្វើវីដេអូឲ្យឥឡូវខ្ញុំមកធ្វើវីដេអូចែកជូនពួកគាត់អញ្ចឹងបងប្អូនណាអញ្ចឹងបងប្អូនទស្សនារបស់គ្នាពីរបៀបលុប page បងប្អូនណាយើងមកដល់កន្លែងនេះបងប្អូនចូលមកលើ account profile របស់យើងនេះតែ account ដែលយើងប្រើរាល់ថ្ងៃហ្នឹងពេលណាមួយយើងយកទៅបង្កើត page គេហៅថា account admin អញ្ចឹងបងប្អូនចុចលើ account profile ហ្នឹងមកដល់កន្លែងនេះបងប្អូនចុចទៅកន្លែងត្រេ3បងប្អូនចុចមកបកមកអញ្ចឹងបងប្អូនចូលមកកន្លែងនេះសញ្ញាទង់ជាតិនេះតំពោនេះបងចូលចុចលើនឹងមកនេះដូចខ្ញុំចង់លុប page នេះចោលអញ្ចឹងណាខ្ញុំបង្កើតខ្ញុំបានប្រើទេតែអញ្ចឹងយើងទៅលុបទាំងអស់គ្នាណាបងប្អូននេះ page របស់ខ្ញុំមាន3នេះអញ្ចឹងបងប្អូនគឺកន្លែងខាងលើនេះកន្លែងគេបង្កើតថ្មីណាបងប្អូនណាចាំរឿងបង្កើតថ្មីចាំខ្ញុំប្រាប់នៅវីដេអូក្រោយទៀតកុំឲ្យវីដេអូវាវែងពេកអញ្ចឹងយើងចូលទៅលុបទាំងអស់គ្នាចុចលើ page ដែលយើងចង់លុបបងប្អូនចង់លុប page មួយណាចុចលើ page មួយហ្នឹងមកចុចបកមកចឹងមកដល់កន្លែងនេះបងប្អូនសន្លឹងមកខាងក្រោមនេះគេឲ្យដាក់ពាក្យថាបដូរបងប្អូនបដូរជា account ទៅជា page ហ្នឹងបងប្អូនណាចុចលើមកនេះទៅលើហ្នឹងកញ្ញាខៀវហ្នឹងបងប្អូនចុចបកមកប៉ុន្តែវាកំឡប់ចេញជា page របស់យើងហ្នឹងបងប្អូនណាតែយើងចង់លុបណានេះមកដល់ចេញតម្រងនេះបងប្អូនមកចុចចំសញ្ញាត្រេ3ខាងលើមកដល់កន្លែងសញ្ញាត្រេ3បងប្អូនចុចវាហើយបងប្អូនចង់នេះកន្លែងបងប្អូននេះកន្លែងកងចាក់ចង់ភ្លេចដែរបងប្អូនកន្លែងកងចាក់ចុចណាចុចកន្លែងកងចាក់ហ្នឹងហើយបងប្អូនអូសចុះមកក្រោមមកអស់មកទៀតនេះបងប្អូនមករកពាក្យថានេះសិទ្ធចូលប្រើនឹងការគ្រប់គ្រងបងប្អូនចុចលើនឹងមកដល់កន្លែងនេះគេដាក់ថានេះលុបទំព័រអញ្ចឹងបងប្អូនចុចសញ្ញាគ្រីសមកយ៉ាងនេះបងប្អូនចុចបកមករួចហើយបងប្អូនមកចុចសញ្ញាបន្តមកដល់កន្លែងនេះបងប្អូនកន្លែងគេសួរយើងណាក្រុមហ៊ុនវីដេអូគេសួរយើងថាសូមប្រាប់យើងពីមូលហេតុខ្ញុំចំណាយពេលច្រើនពេកនៅលើ Facebook អញ្ចឹងបងប្អូនចុចលើនឹងមកបងចង់លុប page ចុចលើនឹងមកបកមកដល់ទីនេះបងប្អូននឹងសំដៅចូលមកក្រោយចុចសញ្ញាបន្តចុចបន្តទៀតមកដល់កន្លែងនេះគេឲ្យយើងដាក់លេខកូដFacebook របស់យើងបងប្អូនណាមិនលេខកូដ page ណាលេខកូដFacebook របស់យើងអញ្ចឹងបងប្អូនបញ្ចូលលេខកូដហ្នឹងលើខ្ញុំបញ្ចូលលេខកូដរបស់ខ្ញុំសិនចាំភ្លើបងប្អូនណាខ្ញុំចូលលេខកូដយើងមកដើម្បីយើងទៅលុប page ទាំងអស់គ្នាឥឡូវនេះហើយបងប្អូនចុចសញ្ញាបន្តបងប្អូនដាក់លេខកូដហើយចុចសញ្ញាបន្តដល់តម្រងនេះគឺជា page ដែលយើងចង់លុបអញ្ចឹងនេះថាលុបទំព័របងប្អូនចូលនឹងមកឥឡូវ page នេះបានលុបហើយបងប្អូនចង់ដឹងថាលុបមិនលុបបងប្អូនចូលកន្លែងត្រេ3មកឥឡូវ page របស់យើងបានលុបបានសម្រាប់បងប្អូនចុចកន្លែងទំព័រដដែលនេះយើងបិទហើយព្រោះ page យើងបិទយើងបានលុបចេញហើយបងប្អូនណាបានលុបចេញហើយឥឡូវសល់តែ2ទេអញ្ចឹងបងប្អូនណានេះកាយណែនាំរបស់គេណាបងប្អូនអញ្ចឹងវីដេអូពីរបៀបលុប page ក៏មានតែប៉ុណ្ណឹងបងប្អូនណាសូមអរគុណ
រងចាំជួបវីដេអូជាមួយនឹងខ្ញុំពីចំណេះដឹងថ្មីៗនៅវីដេអូក្រោយទៀតបងប្អូនសូមអរគុណ